មាននរណាដាក់លក់សេចក្តីសុខឲ្យយើងទិញនោះទេប៉ុន្តែយើងអាចទទួលបានសេចក្តីសុខបន្ថែមដោយគ្រាន់តែចែករំលែកសេចក្តីសុខដែលយើងមានបន្តិចបន្តួចក្នុងពេលនេះទៅដល់អ្នកដែលនៅក្បែរខ្លួនបើយើងចង់បានសេចក្តីសុខត្រឹម1ម៉ោងយើងអាចគ្រាន់តែយកពេល1ម៉ោងដើម្បីគេងជាការស្រេចបើយើងចង់បានសេចក្តីសុខមួយថ្ងៃយើងគ្រាន់តែធ្វើដំណើរកម្សាន្តទៅកន្លែងដែលយើងចូលចិត្តគឺបានហើយប៉ុន្តែបើយើងចង់បានសេចក្តីសុខពេញមួយជីវិតយើងគួរតែជួយដល់នរណាម្នាក់ដែលត្រូវការយើងខ្លាំងបំផុតជីវិតដែលរស់នៅជាមួយការផ្ដល់ឲ្យវាគឺជាជីវិតមួយដែលមានសេចក្តីសុខហើយមានតែអ្នកដែលតែងតែចែករំលែកសេចក្តីសុខជាមួយគេឯងទេទើបអាចស្គាល់ពីរសជាតិដ៏ផ្អែមល្ហែមនៃជីវិតនេះបានការផ្ដល់សេចក្តីសុខដល់អ្នកដទៃជាការចុះទុនយ៉ាងធំសម្បើមដើម្បីទទួលបានក្តីសុខនិងសុភមង្គលយ៉ាងពេញលេញនៅក្នុងជីវិតរបស់យើងប៉ុន្តែយើងតែងតែប្រាថ្នាចង់បានសេចក្តីសុខសម្រាប់ខ្លួនឯងឲ្យច្រើនទាំងដែលពេលខ្លះយើងមិនចូលចិត្តចែករំលែកក្តីសុខឬស្នាមញញឹមទៅនរណាម្នាក់ក្នុងជីវិតយើងផងយើងមិនខ្វល់ថានរណាបានសុខឬទុក្ខយ៉ាងម៉េចនរណាត្រូវការយើងជួយគឺយើងខ្វល់ត្រឹមថាតើគួរធ្វើម្តេចឲ្យខ្លួនឯងមានសេចក្តីសុខតើសេចក្តីសុខនឹងបានមកពីយ៉ាងម៉េចបើយើងមិនទាំងដឹងថាត្រូវបង្កើតវាដោយរបៀបណាផងហ្នឹងការធ្វើសេចក្តីសុខល្អគឺជាការសន្សំសេចក្តីសុខនិងការបង្កើតសុភមង្គលជីវិតដ៏ពេញលេញរឹងមាំសម្រាប់ខ្លួនឯងសេចក្តីល្អដែលយើងបានផ្ដល់ចេញទៅនឹងធ្វើឲ្យយើងញញឹមដោយការពេញចិត្តញញឹមជាមួយសន្តិភាពផ្លូវចិត្តយ៉ាងពេញលេញមិនថាសេចក្តីល្អដែលយើងបានធ្វើនោះវាបានកន្លងផុតទៅយូរប៉ុណ្ណាហើយក៏ដោយប៉ុន្តែមនុស្សដែលមានសេចក្តីសុខបំផុតមិនមែនជាមនុស្សដែលមានត្រឹមតែទ្រព្យសម្បត្តិច្រើនបំផុតនោះទេប៉ុន្តែជាមនុស្សដែលបានលះបង់និងចែករំលែកជាមួយអ្នកដទៃនៅអ្វីដែលខ្លួនមានមនុស្សដែលមានក្រសែភ្នែកសម្លឹងឃើញពីភាពលំបាករបស់អ្នកដទៃនិងមានបេះដូងអាចពាល់ត្រូវភាពឈឺចាប់ដែលអ្នកដទៃកំពុងជួបប្រទះគឺជាមនុស្សដែលយើងបានជួបដោយកម្របើចង់ឲ្យមនុស្សបែបនេះមានច្រើនគឺវាត្រូវផ្ដើមចេញពីមនុស្សម្នាក់ជាមុនសិន